នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹកក្រុងកំពង់ធំយុទ្ធភូមិភាគទី4បានបើកកិច្ចប្រជុំពង្រឹងទូនាទីភារកិច្ចការងារអប់រំចិត្តសាស្ត្រនិងដាក់ចេញនូវបទបញ្ជាសំខាន់មួយចំនួនជូនដល់នាយទាហានរងនិងពលទាហានចំណុះឲ្យទីបញ្ជាការតំបន់ប្រតិបត្តិការសឹកក្រុងកំពង់ធំកិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមប្រធានបតីភាពឧត្តមសេរីតូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹកក្រុងកំពង់ធំដែលមានការចូលរួមយ៉ាងច្រើនកកពីកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់នាព្រឹកថ្ងៃទី3ខែសីហាឆ្នាំ2026នាក្នុងឱកាសនេះឧត្តមសេរីតូសំសុនក៏បានផ្សព្វផ្សាយអំពីសភាពការវិវត្តថ្មីជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ហាញជូនសហគមន៍អន្តរជាតិឲ្យបានជ្រាបច្បាស់អំពីអង្គហេតុនៃការរំលោភបំពាននិងការចូលកាន់កាប់បូរណភាពទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់យោធាថៃនៅតំបន់មួយចំនួននៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃនិងបានបញ្ជាក់ទៀតថាសកម្មភាពទាំងនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើដែនអធិបតេយ្យភាពសិទ្ធិមនុស្សនិងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាដែលបណ្ដាលឲ្យមានការបាត់បង់ទីសម្បែងនិងដីធ្លីយោធាថៃថែមទាំងបានបង្កការខូចខាតដល់ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកព្រមទាំងប្រាសាទបុរាណមួយចំនួនទៀតនៅក្នុងដែនអធិបតេយ្យកម្ពុជាហើយលើសភាពការខាងលើមេបញ្ជាការក៏បានដាក់បទបញ្ជានិងទិសដៅការងារសំខាន់មានចំនួន3ចំណុចឲ្យយោធិនគ្រប់រូបដើម្បីអនុវត្តឲ្យបានម៉ឺងម៉ាត់ជាទីបំផុតទី1ត្រូវស្មោះត្រង់ដាច់ខាតយោធិនគ្រប់រូបត្រូវតែមានស្មារតីស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនាព្រះមហាក្សត្រនិងត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តបទបញ្ជាការពារបូរណភាពទឹកដីពីការឈ្លានពានរបស់បរទេសទី2ផ្សព្វផ្សាយច្បាប់កាតព្វកិច្ចយោធាត្រូវចូលរួមក្នុងការអប់រំនិងផ្សព្វផ្សាយជូនក្រុមគ្រួសារនិងប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាឲ្យទទួលបានជោគជ័យដើម្បីបង្កើតធនធានមនុស្សគ្រប់គ្រាន់ក្នុងការការពារជាតិនាបរិបទថ្មីទី3រក្សាសន្តិសុខនិងការពារធនធានធម្មជាតិត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលជាមួយគ្នានេះក៏ត្រូវតែអនុវត្តយ៉ាងដាច់ខាតនូវបទបញ្ជារបស់រាជរដ្ឋាភិបាលនិងអាដាមនួនថារដ្ឋអភិបាលខេត្តប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យមានប្រសិទ្ធភាពដើម្បីថែរក្សាសម្បត្តិធម្មជាតិទុកជូនកូនចៅជំនាន់ក្រោយខេត្តកំពង់ធំខ្ញុំបរដ្ឋាធ្វើសេចក្តីរាយការណ៍